ជំរាបសួរស្ដីដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញដំណើរទៅសាក់ថ្មជីវិតមួយថ្ងៃបាទហើយសាក់ថ្មជីវិតនេះមិនសាក់ថ្មទេបងប្អូនអើយប្រហែលជាប៉ោងថ្មហើយព្រោះអីទៅពិបាកផងអីផងតែអារម្មណ៍ថាសប្បាយបាទហើយទៅនេះគឺទៅបកត្រីបាទហើយចេញដំណើរទៅហើយបាទជាមួយនឹងស្មាច់បាទហើយនៅតំបន់ខ្ញុំខាងស្មាច់តែនៅតំបន់បងប្អូនដឹងហើយគេដែរប៉ុន្តែនេះពួកម៉ាក់របស់ខ្ញុំគាត់អ្នកនៅនឹងស្រាប់អញ្ចឹងណាហើយគាត់បានចេញដំណើរទៅជូនគ្នាខ្ញុំទៅអញ្ចឹងណាហើយទៅនេះទៅ3នាក់ទេប៉ុន្តែតិចទៀតនឹងបានជួបគ្នាអ្នករត់ស្មាច់រត់អីនៅហ្នឹងណាហ្នឹងហើយទូកម៉ូតូលើគោកសិនហើយចាក់សចាក់អីហើយចេញដំណើរទៅបាទហើយនេះស្មាច់បាទហើយជិះចឹងទៅអែមមែនទេបាទមានអារម្មណ៍ថាស្រស់ស្អាតហើយវាសប្បាយមែនទេបាទព្រោះអីខានជួបអញ្ចឹងយូរហើយបាទនៅផ្ទះឲ្យឈឺទៀតបាទក្រុនដាស់សាយឥឡូវនេះបានជាស្រួលបួលបានចេញដំណើរទៅមើលសត្វព្រៃជីលំហែគូក្បាលអីចឹងណាបងប្អូនហ្នឹងហើយឥឡូវនេះចេញដំណើរទៅហើយប្រានបាទហើយនេះសិតតែអ្នកតបបាទអ្នកតបបើយើងកំពុងតែតបបានត្រីហើយខ្ញុំជីអានេះទៅមិនអីផ្អើត្រីក៏អស់បាទហើយនៅចេញទៅមានអារម្មណ៍ថា so cool ហ្មងបងប្អូនហើយទេសភាពតែគេទេសភាពរឿងក្តៅបន្តិចបាទឥឡូវនេះកំពុងចេញដំណើរទៅជីកកាត់តាមផ្លូវលិចទឹកនេះបាទមើលទៅមានអារម្មណ៍ថាស្រស់ស្អាតមែនទែនបាទហើយខ្ញុំបាទចាំនិយាយសិនបាទខ្ញុំចង់ឲ្យបងប្អូនមើលទស្សនាមើលពីទេសភាពដែលជីស្មាច់ទៅបាទស្អាតប៉ុណ្ណាបាទបន្ទាប់ពីយើងបានជីប្រហែលជារយៈពេល20នាទី30នាទីឥឡូវបានមកដល់ហើយបាទរៀបចំតបត្រីបាទនឹងបានតបបានត្រីបានអីយកទៅដាក់អាំងដាក់អីហូបអញ្ចឹងណាហើយឥឡូវកំពុងរៀបចំហើយបាទចង់ដឹងបងប្អូនចង់ដឹងតបបានអីចាំទស្សនាមើលទាំងអស់គ្នាបាទឥឡូវនេះមិត្តភក្តិខ្ញុំដាក់ឆ្វាច់មុនគេតែធ្លាក់នុយដល់ហើយពឹងបាទនុយធំពេកហើយកន្លែងរួមទៅកន្លែងនេះត្រីវាស៊ីដែរបងប្អូនតែវាយើងវត្តអត់បានបាទដោយសារតែអត់ដឹងជាមិនដែរព្រោះខ្ញុំអត់ដែរក្លឹបតបអញ្ចឹងណាខ្ញុំក្លឹបតែថតក្លឹបតែស្ទូចអញ្ចឹងណាទៅពេលមកទស្សនាមកគេតបអញ្ចឹងវត្តយោឯងនឹងអង្គុយចង់បែកក្បាលហើយកដៅសងឹបអាត្រីក៏អត់ទៀតហើយឥឡូវនេះពងដាក់វត្តយោបាទហើយច្រើនម៉ោងខ្លះមែនទេបាទតាំងពីម៉ោង9រហូតដល់ម៉ោង12បាទហើយជូរខ្លាំងមែនទេបាទហើយបាយទឹកអត់ទៅបានហូបដែរបាទឥឡូវដាក់វត្តហើយបាទតែនឹងណាត្រីទេហើយកន្លែងហ្នឹងវាសិនជាទឹករីងបន្តិចបាទឥឡូវទឹកពងច្រើនអញ្ចឹងត្រីវាលក្ខណៈថាវានុយវាសម្បូរបងប្អូនហ្នឹងហើយភាសាទឹករីងត្រីវាលក្ខណៈថាវាអត់ចេញបែកវាចបែកអីចឹងណាដោយសារទឹកវាច្រើនអញ្ចឹងត្រីវាទៅយើងដល់អត់គេប៉ះតំបន់ត្រីហើយណាមួយថ្ងៃវាក្តៅអញ្ចឹងទៀតត្រីវាអត់ងាយស៊ីទេបងប្អូនបើសិនតែយើងទៅបកពេលល្ងាចរឿងមិនស្ទុំហើយនឹងពេលព្រឹកព្រលឹមហ្នឹងហើយប្រហែលជាអាចនឹងត្រីស៊ីបាទឥឡូវនេះពងដាក់យកតែឡើងខ្លះគឺត្រីខំខ្ញុំមិនបានថតបងប្អូនទស្សនាដោយសារតែវាក្តៅខ្លាំងពេកទូរស័ព្ទខ្ញុំចង់ទុះហើយបាទដោយសារ iPhone គឺបងប្អូនដឹងហើយបាទអ្នកប្រើ iPhone គឺដឹងហើយថាវាពិបាកថតបែបណាពេលទៅថ្ងៃក្តៅខ្លាំងបាទហើយឥឡូវនេះយើងបានបដូរប្លង់បាទដោយសារកន្លែងហ្នឹងវាស៊ីដែរតែវត្តអត់បានបាទហើយកន្លែងនេះឃើញមិត្តត្រីខ្លាំងមែនទេបងប្អូនអូមិត្តត្រីពេចបាទគឺសម្បូរមិត្តត្រីខ្លាំងមែនទេបាទហើយបើសិនជាមានម៉ងដាក់ទៅនឹងមួយដឹងជាដោះត្រីប៉ុណ្ណាទេបងប្អូនណាហើយឥឡូវនេះពងតបនេះវត្តប្រហែលជាចូល5 6ខ្សែក៏នាំគ្នានិយាយថាមានតែដោះម៉ងទេបាទតបត្រីក៏បានស៊ីទេឥឡូវនេះពងជិះដំណើរទៅខាងដោះម៉ងវិញម្ដងបាទហើយថ្ងៃទេសភាពថ្ងៃក្តៅមែនតែទេសភាពគឺស្អាតខ្លាំងមែនទេបាទឥឡូវនេះពងជិះដំណើរទៅអូទេសភាពបងប្អូនណាឥឡូវពងជិះមើលម៉ងមើលអីចឹងណាថាម៉ងយើងនៅតាណាខ្លះព្រោះអីវិញអស់ហើយបាទមានតែអ្នកនៅគាត់អ្នកក្លឹបរស់នៅតាមនឹងបានគាត់ដឹងថារបស់របរគាត់ដាក់មិនបាទដល់ពេលយើងអ្នកថ្មីអញ្ចឹងយើងដែលក្លឹបអញ្ចឹងគឺយើងអត់ដឹងទេបាទជិះថតអញ្ចឹងឯងបាទហើយឥឡូវជិះមើលទេសភាពនេះឥឡូវទឹកផ្ទះឲ្យលិចអស់ហើយនេះសិតតែផ្ទះលក្ខណៈផ្ទះជិះជន់ផ្ទះអ្នកស្រុកដែលគាត់មករស់នៅមកដាក់ចំណតចតម៉ូតូចតអីរោទៅច្រូតស្រូវច្រូតអីចឹងណាដោយសារអង្ការទឹកទម្លាក់អត់ទាន់ឡើងអញ្ចឹងឥឡូវទឹកទម្លាក់ឡើងគឺលិចអស់ហើយផ្ទះខ្ទមផ្ទះអីបាទឥឡូវនេះជីមួយសបកបានមកដល់កន្លែងដោះម៉ងមិនតែរោម៉ងអត់ឃើញទេបាទហើយម្ចាស់ទូកនេះភ័យខ្លាចទៅគេលួចម៉ងលួចអីទៅបាត់បាទហើយម៉ងដល់រោម៉ងមិនតិចទេបងប្អូនអើយវិញខ្លាំងមែនទេបាទតែដល់រោអត់ឃើញបាទហ
ហើយចាស់ទូភ័យខ្លាចគេលួចដោះមងទៅបាត់តែមួយខ្លាចគេលួចត្រីហើយនឹងគ្នាភ័យផ្អាប់គ្នាទៅវិញមកដល់ពេលឥឡូវរោបានមកដល់កន្លែងមងបាទហើយសប្បាយចិត្តយ៉ាងខ្លាំងបានរកឃើញបានមករោមងឃើញបាទហើយត្រីរបស់យើងគឺសម្បូរត្រីសបាទត្រីសគឺធំល្អមែនទែនបាទហើយត្រីសនេះយកដាក់អាំងហើយនឹងដាក់អាំងហើយធ្វើជ្រក់ហើយនឹងយើងធ្វើលក្ខណៈបើម្ទេសបែបអីដែរហ្នឹងហើយអូវាអែមណាបងប្អូនគឺសាក់ថ្មជីវិតនេះយ៉ាងណាហៅថាជីវិតតែសាក់ថ្មជីវិតបាទគឺមានតែម្ដងនេះបាទដឹងជាថ្ងៃណាបានទៅទៀតទេបាទឥឡូវនេះដោះប្រាំមិញត្រីរបស់យើងអ្នកសាក់ត្រីសត្រីក្រាញ់អីតែវាđangស្អុយបងប្អូនដោយសារតែយើងវាមកដោះថ្ងៃក្តៅខ្លាំងពេកទៅត្រីវាជិបយូរដែរហើយឥឡូវនេះយើងដោះបានហើយមានអីតបក៏អត់បានតែដោះមងបានបាទប៉ុន្តែឥឡូវនេះពងចេញដំណើរទៅផ្ទះវិញហើយបាទហើយមើលទៅសភាពមើលបងប្អូនខ្ញុំបាទរំលេងរំអីក៏ប៉ុន្តែខ្ញុំមានគ្នាច្រើនទេបងប្អូនតែខ្ញុំបានថតដោយសារតែមេឃភ្លៀងផងអញ្ចឹងហើយថតបានទេសភាពហើយនឹងគ្នាខ្ញុំតែប៉ុណ្្នឹងបាទហើយចំពោះវីដេអូនេះក៏មានតែប៉ុណ្្នឹងបងប្អូនហ្នឹងហើយបើសិនជាចូលចិត្តនឹងគ្រប់ត្រូលវីដេអូរបស់ខ្ញុំសូមចុចជួយ like ជួយ share ម្នាក់មួយផងបាទហើយបើសិនជាមានពាក្យស្ពេចអ្វីខ្ញុំសូមព្រមមកសូមកាន់តែភ័យទោសផងបាទហើយសូមអរគុណនិងសូមជម្រាបលាជួបគ្នាដល់វីដេអូក្រោយបាយបាយ